สุดท้ายบางคนจังอันนี้คือยมมาประหารบางคนดอกเนียนติ๊กจะตรงตนึงกาล่างหรือก็อัปเกรดกันจำนวนเบต้าในเลย MacBook นะจังบางคนในประหารพอซิลิคอนเอามาพิมพ์ปลาพอนั้นคือบานเชนจะเปล่าการบางคนดอกเนียอาจจะอัปเดตบ้านหายในครั้งวิดีโอนี้คือชมมาใจเลยบางคนดอกเนียตัวจะตรงตนึงกาอัปเดตเวอร์ชันเบต้านั่งហើយក្នុងករណីនេះគឺខ្ញុំបង្ហាញត្រួសត្រាតែខ្ញុំអត់បានធ្វើឲ្យបងប្អូនទាំងស្រុងទេព្រោះសារនេះគឺជា MacBook 2017ទេអញ្ចឹងជាដំបូងបងប្អូនបើកកុំព្យូទ័រមកបាទហើយអ្វីដែលបងប្អូនត្រូវធ្វើគឺតកតងទៅនឹងការ upgrade ទៅកាន់ version ថ្មីរបស់ Apple ដែលទើបតែ release ជាផ្លូវការអានេះគឺជា version ថ្មីបងប្អូនជាមួយខ្ញុំបង្ហាញឲ្យបងប្អូនបានមើលតកតងជាមួយនឹង version ថ្មីហ្នឹងអញ្ចឹងយើងធ្វើការបើកមកនេះបាទ version 27ដាក់ Apple ទើបតែ release ទេអញ្ចឹងបងប្អូនអាចធ្វើការ update បានទៅកាន់ version ថ្មីហ្នឹងហើយក្នុងករណីហ្នឹងគឺបងប្អូនទាំងគ្នាអាចធ្វើការ upgrade បានជាមួយនឹង MacBook Pro ឆ្នាំ2020ឡើងដែលប្រើប្រាស់ CPU M1 ចំណុចដែលបងប្អូនត្រូវធ្វើតើតងជាមួយនឹងការ update version ថ្មីនេះអ្វីដែលបងប្អូនត្រូវធ្វើមុនគេគឺតកតងទៅនឹងការចូលទៅកាន់ website មួយដែលមានឈ្មោះថា profile.beta.com អញ្ចឹងបងប្អូនអាចចូលទៅកាន់ពាក្យថា profile អញ្ចឹងបងប្អូន search មកបាទ profile beta ក៏បានឬក៏ profile.beta.com អញ្ចឹងបងប្អូនចូលមកដល់កន្លែងនេះបងប្អូននឹងឃើញពាក្យថា download beta profile អញ្ចឹងបងប្អូនចុចមកចុចលើនឹងផាច់មកបន្ទាប់មកវានឹងធ្វើការចូលមកដល់ website មួយនេះអ្វីដែលបងប្អូនទាំងគ្នាត្រូវធ្វើគឺតកតងជាមួយនឹងការចុចនៅលើ software ណាមួយដែលបងប្អូនគិតថាចង់ update មិនថាបងប្អូនប្រើប្រាស់ iPadOS watchOS ធ្វើនៅលើ watchOS ហើយសម្រាប់ version Vision OS ធ្វើលើ Vision ហើយ macOS គឺបងប្អូនធ្វើនៅលើ macOS អញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺចូលទៅកាន់កន្លែងពាក្យថា how to install ចុចលើវាមួយមកបន្តមកទៀតអ្វីដែលបងប្អូនត្រូវធ្វើគឺរងចាំវាបន្តិចមកព្រោះសារ internet វា slow បងប្អូនឃើញជាក់ស្ដែងហីអញ្ចឹងយើងរងចាំវាមកសន្ទុះធំមកដើម្បីឲ្យវាដំណើរការឬក៏យើងអាចធ្វើការប៉ះលើវាម្ដងទៀតបាទវាចូលមកបែបនេះអញ្ចឹងបងប្អូនទាំងគ្នាគ្រាន់តែធ្វើការអូសវាទៅក្រោមទៅបងប្អូននឹងឃើញពីរបៀបនៃការ upgrade ហើយអញ្ចឹងបងប្អូនចូលមកដល់ចំណុចនេះបងប្អូនអូសទៅក្រោមបងប្អូននឹងឃើញពាក្យថា open beta update setting អញ្ចឹងណាអញ្ចឹងក្នុងករណីនេះគឺគេប្រាប់ពីចំណុចមួយតកតងជាមួយនឹងការ upgrade អញ្ចឹងបងប្អូនទាំងគ្នាជាដំបូងបងប្អូនត្រូវចូលទៅកន្លែងនេះដើម្បីធ្វើការ check compatible MacBook សិនថាតើវា support ដែរឬក៏អត់ប៉ុន្តែ MacBook Pro 2017នេះគឺអត់ support ទេអញ្ចឹងចំណុចដែលបងប្អូនត្រូវធ្វើគឺចូលទៅកាន់នេះចំណុចនេះបងប្អូនគឺ sign in to Apple Developer Program អញ្ចឹងបងប្អូនចុចកន្លែង developer នេះមកបងប្អូនគេដាក់ថា developer apple.com add account ឬក៏ /account ហ្នឹងចុចលើហ្នឹងមកបន្ទាប់មកបងប្អូនអ្នកគ្នារងចាំបន្តិចវាចេញមកតម្រងបែបនេះអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនអាចធ្វើការ sign in Apple account developer ហើយចាំបងប្អូនគ្រាន់តែវាយ password Apple ID បងប្អូនចូលមកទាំង email ទាំង password ហ្នឹងហើយចុច continue ទៅគឺជាការស្រេចហើយចំណុចបន្ទាប់អ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនត្រូវចូលទៅកាន់ setting បន្ទាប់មកបងប្អូនទាំងគ្នាចូលទៅកាន់ពាក្យថា general នៅលើហ្នឹងហើយចំណុចបន្ទាប់គឺបងប្អូនទាំងគ្នាចូលទៅកាន់កន្លែងពាក្យថា software update បងប្អូនទាំងគ្នានឹងឃើញ load ប៊ូតុង beta នៅខាងក្រោមនេះអញ្ចឹងបងប្អូនគ្រាន់តែ select ទៅបងប្អូនអាចធ្វើការ update ចំនួនសាក់លបងបានហើយវីដេអូនេះគឺមានប្រឹងទេបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូន share ម្នាក់មួយក៏ដូចជា follow ផងហើយកុំភ្លេច subscribe នៅលើ YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូចាញ់លេខច្រើនទៀតអញ្ចឹងវីដេអូនេះគឺមានប្រឹងទេអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងគ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយបាទ